តែត្រូវជាតិគ្នាសម្រាប់គ្រឿងសមុទ្របងប្អូនអាចប្រើជាមឹកសុទ្ធក៏បានឬក៏បាគាសុទ្ធក៏បានដែរយើងបកសបកបអីហាន់វាឲ្យស្អាតហើយយើងដាំទឹកដើម្បីស្រោះមឹកសម្រាប់ការស្រោះនេះគឺស្រោះតែមឹកទេណាបងប្អូនហើយស្រោះនឹងអត់យូរទេប្រហែលជាខ្ទង់1នាទីអីហ្នឹងយើងកូរវាត្រឡប់ចុះត្រឡប់ឡើងស្រង់វាដាក់ត្រាំក្នុងទឹកត្រជាក់អញ្ចឹងមកដើម្បីសាច់មឹករបស់យើងនឹងវាស្រួយល្អហើយមុននឹងខ្ញុំចាប់ផ្ដើមធ្វើគឺខ្ញុំចៀនពងទាមួយគ្រាប់សិនណាសម្រាប់បងប្អូនណាដែលចង់ញ៉ាំ2-3គ្រាប់យើងចៀនតាមនឹងទៅហើយការចៀននេះគឺខ្ញុំចៀនយកច្រើនតែមួយចំហៀងទេសម្រាប់ម្ទេសគឺខ្ញុំមានពីរប្រភេទមានជាម្ទេសដៃនាងជាមួយនឹងម្ទេសម៉ាឡេម្ទេសដៃនាងនេះខ្ញុំដាក់5-6គ្រាប់ហើយម្ទេសម៉ាឡេនេះអត់ហឹរទេបងប្អូនប៉ុន្តែយើងដាក់ទៅធ្វើឲ្យឆារបស់យើងមានពណ៌ស្អាតរសជាតិនឹងគឺកាន់តែឆ្ងាញ់ហើយសម្រាប់ម្ទេសនឹងបងប្អូនចង់យកមកកិនដូចខ្ញុំអញ្ចឹងក៏បានឬក៏យកទៅបុកក៏បានដែរបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយដំបូងគេយើងដាក់អំពងខ្ទឹមសមើលទៅវាឡើងក្រហមមិនល្មមចាំយើងដាក់ម្ទេសចូលម្ទេសនេះកូរឲ្យរាងយូរបន្តិចមកណាបងប្អូនប្រហែលជាខ្ទង់3-4នាទីតតែជះក្លិនរាងឈួលបន្តិចចាំយើងដាក់មឹកជាមួយនឹងបាគាចូលជាមួយគ្នាហ្មងសម្រាប់ការឆាគឺអត់យូរទេបងប្អូនមឹកជាមួយបាគាគឺវាឆាប់ឆ្អិនអញ្ចឹងហើយឆាប្រហែលជាខ្ទង់1នាទីអីហ្នឹងយើងអាចដាក់គ្រឿងបានហើយសម្រាប់ប្រេងខ្យងគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយទឹកត្រីគឺខ្ញុំដាក់ប្រហែលតែកន្លះស្លាបព្រាបាយទេម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេប៊ីចេងមួយចឹបហើយនឹងស្ករចំនួន2ស្លាបព្រាកាហ្វេហើយដោយសារតែឆានេះវារាងគោកអញ្ចឹងហើយយើងបន្ថែមទឹកបន្តិចមកដើម្បីវាមានទឹកទៅរសជាតិនឹងគឺកាន់តែឆ្ងាញ់ដាក់គ្រឿងក្រៅចូលហើយឆាអត់យូរទេបងប្អូនឆាមើលតែវាចូលជាតិមិនល្មមបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះវារាងស្ទើរប្រៃតែអញ្ចឹងណាចឹងហើយខ្ញុំបន្ថែមទឹកត្រីនឹងប្រហែលជាកន្លះស្លាបព្រាបាយទៀតទេកូរច្បល់វាមើលតែចូលជាតិមិនល្មមហើយចុងក្រោយគេយើងដាក់ម្រះព្រៅចូលមកបន្ទាប់ពីបង់ម្រះព្រៅចូលហើយបងប្អូនបិទភ្លើងភ្លាមទៅហើយឆាវាតែខ្ទង់4-5ត្រឡប់ទៀតទៅគឺរួចរាល់ហើយសម្រាប់ម្រះព្រៅនេះបើសិនជាយើងឆាយូរសបល់របស់វានឹងទៅជារាងជាំខ្មៅអញ្ចឹងណាមើលទៅគឺវាអត់សូវតំណងមែនទេហើយសម្រាប់ឆាម្រះព្រៅគ្រឿងសមុទ្រមុខនេះហើយនិយាយពីថាអត់ពងទាឬក៏ពងមាន់អត់បានទេបងប្អូនជៀនឲ្យរាងជាប់ភ្នៅទៅញ៉ាំជាមួយគ្នាគឺត្រូវជាតិគ្នា